សួស្តីសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងមករៀនអំពីមេរៀនទី3នៃជំពូកទី1មេរៀនប្រូតេសហើយយើងអាចសិក្សាតាមសៀវភៅគោលនៅទំព័រទី20ឥឡូវមុននឹងយើងចូលទៅដល់មេរៀនយើងត្រូវដឹងអំពីវត្ថុបំណងរបស់មេរៀនយើងសិនដែលនៅក្នុងវត្ថុបំណងនៃមេរៀននេះទី1គេចង់ឲ្យយើងធ្វើអត្តសញ្ញាណអំពីលក្ខណៈពិសេសរបស់ប្រូតេសទី2ប្រៀបធៀបប្រូតេសសត្វនិងប្រូតេសរុក្ខជាតិទី3រៀបរាប់ពីសារៈសំខាន់របស់ប្រូតេសរុក្ខជាតិទី4ពណ៌នាពីរបៀបឆ្លងនិងការការពារជំងឺរាគមូលជំងឺគ្រុនចាញ់បណ្ដាលមកពីប្រូតេសទី5ទម្លាប់មានអនាម័យក្នុងការបរិភោគចំណីអាហារផ្សេងៗឲ្យហើយទី6ឲ្យឧទាហរណ៍បាក់តេរីមានប្រយោជន៍និងបាក់តេរីចង្រៃឥឡូវយើងចូលទៅដល់ក្នុងខ្លឹមសារមេរៀនរបស់យើងវិញតែយើងចូលទៅដល់ចំណុចទី1គឺប្រូតេសសត្វអញ្ចឹងប្រូតេសសត្វគឺជាអ្វីប្រូតេសសត្វគឺជាប្រូតូសូអែលឯកកោសិកាវាគឺជាបរជីបមានន័យថាប្រូតេសសត្វហ្នឹងគឺវាស៊ីគេជាអាហារហើយវារស់នៅក្នុងទឹកសាបទឹកប្រៃនិងក្នុងដីឬក្នុងសារពាង្គកាយផ្សេងទៀតហើយគេបានចែកប្រូតេសជា3ក្រុមគឺប្រូតេសសត្វប្រូតេសរុក្ខជាតិនិងប្រូតេសផ្សិតចឹងយើងត្រូវសិក្សាអំពីប្រូតេសសត្វជាមុនសិនហើយចំណែកប្រូតេសសត្វត្រូវបានគេចែកចេញជា4ក្រុមទៅតាមរបៀបរស់នៅនិងរបៀបផ្លាស់ទីរបស់វាមានដូចជាប្រូតូសូអែលផ្លាស់ទីដោយជើងមួយឆោតគឺអាមីបប្រូតូសូអែលផ្លាស់ទីដោយរោមញ័រគឺប៉ារ៉ាមេស៊ីលប្រូតូសូអែលផ្លាស់ទីដោយផ្លាសាគឺសាឌីយ៉ាប្រូតូសូអែលបន្តតាមរយៈស្ពរគឺស្ពូរ៉ូសូអែលអញ្ចឹងតោះយើងទៅសិក្សាប្រូតេសសត្វអំពីលក្ខណៈវានីមួយៗសិនអញ្ចឹងយើងចូលមកដល់ចំណុចប្រូតូសូអែលផ្លាស់ទីដោយជើងបញ្ឆោតគឺអាមីបហើយរូបគុំរបស់វាមានដូចជាណៃយ៉ូស៊ីតូផ្លាសវ៉ាកុយអូកុនត្រានិងជាចុងក្រោយគឺជើងបញ្ឆោតវានេះឯងហើយយើងទៅសិក្សាបន្តដែលយើងសិក្សាអំពីរូបគុំរបស់អាមីបនីមួយៗចឹងយើងសិក្សាអំពីជើងបញ្ឆោតរបស់អាមីបនៅក្នុងរូបគុំរបស់អាមីបហើយរូបតួនាទីរបស់ជើងបញ្ឆោតអាមីបហ្នឹងគឺវាអាមីបហ្នឹងប្រើជើងបញ្ឆោតសម្រាប់ផ្លាស់ទីនិងចាប់អាហារហើយវាជាឯកកោសិកាបរជីបដែលយើងមានន័យថាវាស៊ីគេជាអាហារហើយវាមានរូបរាងអត់កំណត់ទេហើយការបន្តពូជរបស់អាមីបហ្នឹងគឺការបន្តពូជដោយការចែកខ្លួនជាពីរហៅថាការបន្តពូជអត់ភេទដោយកោសិកាមេមួយចែកខ្លួនបានទៅជាកោសិកាកូនពីរហើយអាមីបហ្នឹងគឺវាបង្កជំងឺយើងដូចជាជំងឺរាគមូលជំងឺពោះវៀនដែលវារស់នៅជាប៉ារ៉ាស៊ីតក្នុងពោះវៀនមនុស្សយើងហ្នឹងមកដល់រូបគុំរបស់អាមីបបន្ទាប់គឺស៊ីតូផ្លាសអញ្ចឹងស៊ីតូផ្លាសហ្នឹងវាមានតួនាទីដូចជាកន្លែងផ្ទុកសរីរាង្គកោសិកាមាននាទីជួយឲ្យអាមីបរស់រានមានជីវិតហើយស៊ីតូផ្លាសហ្នឹងចែកចេញជាពីរគឺអេតូផ្លាសនិងអង់ដូផ្លាសហើយដូចឃើញនៅក្នុងរូបចឹងគឺចំណុចទូចវងទូចដែលនៅក្នុងអាមីបហ្នឹងគឺហៅថាស៊ីតូផ្លាសចូលទៅដល់រូបគុំរបស់អាមីបបន្តវ៉ាកុយអូកុនត្រានិងណៃយ៉ូអញ្ចឹងតួនាទីរបស់វ៉ាកុយអូកុនត្រាហ្នឹងគឺវាមានតួនាទីការរក្សាតុល្យភាពទឹកដំណើរការបញ្ចេញចោលហើយដល់ពេលតួនាទីណៃយ៉ូវិញគឺការត្រួតពិនិត្យរាល់សកម្មភាពជីវិតរបស់អាមីបការបន្តពូជរបស់អាមីបការរក្សាទុកព័ត៌មានស៊ីនេតិកនិងការរស់រានមានជីវិតរបស់អាមីបនេះគឺជាណៃយ៉ូនៅក្នុងអាមីបហើយនេះគឺជាវ៉ាកុយអូកន្ត្រាក់នៅក្នុងអាមីបអញ្ចឹងយើងទៅសិក្សាអំពីប៉ារ៉ាមេស៊ីដែលផ្លាស់ទីដោយរោមញ័រម្ដងហើយរូបគុំរបស់ប៉ារ៉ាមេស៊ីហ្នឹងមានដូចជារោមញ័ររុនបញ្ចេញស៊ីតូផ្លាសវ៉ាកុយអូកន្ត្រាក់បេលីកុលវ៉ាកុយអូរំលាយអាហារមាត់ណៃយ៉ូតូចនិងណៃយ៉ូធំហើយប៉ារ៉ាមេស៊ីហ្នឹងវាប្រើរោមញ័រដើម្បីសម្រាប់ធ្វើចលនានិងបញ្ចូលអាហារទៅក្នុងមាត់របស់វាប៉ារ៉ាមេស៊ីគឺវារស់នៅក្នុងទឹកសាបនិងទឹកប្រៃចំណែកឯការបន្តពូជរបស់ប៉ារ៉ាមេស៊ីហ្នឹងគឺវាបន្តពូជដោយអាមីបចឹងគឺការបំបែកខ្លួនជាពីរឥតភេទប៉ុន្តែពេលខ្លះហ្នឹងគឺវាបន្តពូជដោយភេទគឺវាធ្វើតាមចំណប់ប្ដូរដូចយើងឃើញនៅលើរូបចឹងគឺការបន្តពូជដោយឥតភេទតាមដំណើរចំណប់ប្ដូរហ្នឹងគឺវាបន្តពូជដោយមេបាទាំងពីរហ្នឹងគឺវាចូលផ្សំនៅសម្ភារៈដំណពូជចូលគ្នាដើម្បីបង្កើតជាសារពាង្គកាយថ្មីមួយទៀតដែលវាមានលក្ខណៈខុសពីមេបាទាំងពីរហ្នឹងចំណែកឯការបន្តពូជដោយឥតភេទវិញគឺមេបាឬមួយក៏
កោសិកាមួយហ្នឹងគឺវាបែកចែកខ្លួនបានទៅជាកោសិកាកូនពីរដែរកោសិកាហ្នឹងវាមានរូបរាងដូចទៅនឹងមេរបស់វាបេះបិទឥឡូវយើងចូលមកដល់ប្រូតូសូអែលផ្លាស់ទីដោយផ្លាសែលសាឌីយ៉ាហើយវាហ្នឹងគឺមានឯកកោសិកាដែលវាជាបតជីបវាស៊ីគេជាអាហារហើយវាមានផ្លាសែលសម្រាប់ធ្វើចលនានិងខ្លះទៀតហើយសាឌីយ៉ាហ្នឹងខ្លះគឺវាមានប្រយោជន៍និងខ្លះទៀតគឺវាបង្កទុក្ខទោសដល់យើងបង្កទៅជាជំងឺផ្សេងឧទាហរណ៍ដូចជាប្រូតូសូអែលប៉ារ៉ាស៊ីតនៅក្នុងខ្លួនកណ្ដៀរដែលវាជួយបំបែកឈើដែលកណ្ដៀរស៊ីទៅនឹងឲ្យខ្លះទៅជាម៉ូលេគុលស្ករសម្រាប់ខ្លួនវានិងកណ្ដៀរហើយសាឌីយ៉ាដែលចង្រៃហ្នឹងគឺវារស់នៅក្នុងទឹកសាបហើយវាបង្កជំងឺធ្ងន់ធ្ងរដល់ប្រដាប់រំលាយអាហាររបស់មនុស្សយើងហ្នឹងដូចជាឡំភ្លីយ៉ាសនិងសាឌីយ៉សហើយនេះគឺជាឧទាហរណ៍សម្រាប់ប្រូតូសូអែលមានប្រយោជន៍និងប្រូតូសូអែលចង្រៃឥឡូវយើងចូលមកដល់ប្រូតូសូអែលបន្តពូជតាមរយៈស្ពរគឺស្ពរ៉ូសូអែលប្រូតូសូអែលហ្នឹងជាប្រភេទប្រូទីនសត្វដែលរស់នៅលើប៉ារ៉ាស៊ីតលើសត្វនិងមនុស្សហើយការបន្តពូជរបស់វាហ្នឹងគឺធ្វើឡើងតាមរយៈស្ពរឧទាហរណ៍ផ្លាស្ម៉ូឡូយ៉ូមហ្នឹងជាប្រភេទស្ពរ៉ូសូអែលដែលបង្កជំងឺគ្រុនចាញ់ដល់មនុស្សប៉ារ៉ាស៊ីតនេះឆ្លងតាមរយៈមូសដេកូញីហើយយើងមកដឹងអំពីវដ្តបន្តពូជរបស់ផ្លាស្ម៉ូឡូយ៉ូមវិញតែការបន្តពូជរបស់ផ្លាស្ម៉ូឡូយ៉ូមហ្នឹងគឺវាមាន6ដំណាក់កាលដូចជាដំណាក់កាលទី1ហ្នឹងមូសដេកូញីហ្នឹងទៅខាំអ្នកជំងឺគ្រុនចាញ់ហើយវាមានផ្ទុកស្ពរផ្លាស្ម៉ូឡូយ៉ូមដល់ដំណាក់កាលទី2ស្ពរផ្លាស្ម៉ូឡូយ៉ូមហ្នឹងបង្កកំណើតក្នុងខ្លួនមូសហើយដល់ដំណាក់កាលទី3ពេលមូសខាំអ្នកជាគ្មានជំងឺអីសោះស្ពរម៉ូឡូយ៉ូមហ្នឹងវាបានចូលទៅតាមចរន្តឈាមទៅថ្លើមរបស់មនុស្សជាដែលមុខបានខាំហ្នឹងដល់ដំណាក់កាលទី4ក្នុងថ្លើមវាបន្តពូជតាមមីតូសដល់ដំណាក់កាលទី5ស្ពរខ្លះហ្នឹងគឺវាផ្លាស់ទីក្នុងឈាមហើយបន្តពូជក្នុងកូលីកាក្រហមដល់ដំណាក់កាលទី6កូលីកាក្រហមហ្នឹងក៏វាផ្ទុកបែកហើយវាបញ្ចេញស្ពរចេញមកអញ្ចឹងមុខហ្នឹងដែលបានទៅខាំអ្នកជំងឺគ្រុនចាញ់ហ្នឹងហើយមានផ្ទុកផ្លាស្ម៉ូឡូយ៉ូមរួចទៅខាំអ្នកគ្មានជំងឺផ្សេងទៀតបង្កឲ្យការជំងឺគ្រុនចាញ់តាមរយៈមូសដេកូញីអញ្ចឹងយើងចូលទៅដល់មួយចំណុចទៀតគឺប្រូទីនរុក្ខជាតិហ្នឹងគឺវាភាគច្រើនគឺជាសារ៉ាយហើយវាជាភាវៈរស់ស្វ័យជីវតែវាអាចផលិតអាហារខ្លួនឯងបានដោយការធ្វើរស្មីសំយោគប្រូទីនរុក្ខជាតិវាមាន3ដូចជាក្លែនឌីយ៉ាតូមេនិងសារ៉ាយអញ្ចឹងយើងពិតជាឆ្ងល់ហើយថាក្លែនហ្នឹងយ៉ាងម៉េចមានរូបរាងយ៉ាងម៉េចឌីយ៉ាតូមេហ្នឹងយ៉ាងម៉េចសារ៉ាយហ្នឹងយ៉ាងម៉េចអញ្ចឹងពួកយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងក្លែនហ្នឹងវាមានលក្ខណៈដូចទៅនឹងប្រូទីនសត្វដែរទេពីព្រោះវាអាចផ្លាស់ទីបានតាមរយៈផ្លាសែលហើយរបៀបចិញ្ចឹមជីវិតវាហ្នឹងគឺខុសគេដោយសារវាពេលគ្មានពេលគឺវាចិញ្ចឹមជីវិតដោយបរជីបគឺវាចិញ្ចឹមជីវិតដោយវាស៊ីគេជាអាហារប៉ុន្តែនៅពេលដែលមានពន្លឺគឺវាចិញ្ចឹមជីវិតដោយស្វ័យជីវគឺវាធ្វើរស្មីសំយោគចិញ្ចឹមជីវិតដោយផលិតអាហារដោយខ្លួនឯងហើយរូបគុំរបស់វាហ្នឹងគឺមានដូចជាភ្នែកបាក់គុយអនកន្ត្រាក់ណៃយ៉ូក្លូរ៉ូផ្លាសនិងផ្លាសែលដែលផ្លាសែលហ្នឹងគឺវាសម្រាប់ផ្លាស់ទីដូចទៅនឹងប្រូទីនសត្វដែរទេហើយក្លូរ៉ូផ្លាសហ្នឹងគឺវាទុកសម្រាប់ពេលណាដែលមានពន្លឺគឺវាធ្វើរស្មីសំយោគដោយប្រើក្លូរ៉ូផ្លាសយើងចូលមកដល់ឌីយ៉ាតូមេវិញគឺឌីយ៉ាតូមេហ្នឹងជាឯកកោសិកាគឺវាមានកោសិកាតែមួយហើយវាជាចំណីរបស់ត្រីនិងសត្វនៅក្នុងទឹកផ្សេងៗទៀតហើយសារពាង្គកាយរបស់វាហ្នឹងគឺស្រោបទៅដោយសម្បកជាតិស៊ីលីសដែលគេអាចយកវាទៅច្នៃធ្វើជាប្រយោជន៍ផ្សេងៗដូចជាថ្នាំដុសធ្មេញនិងវត្ថុផ្សេងៗនៅពេលណាវាងាប់ចឹងទៅគេយកវាទៅច្នៃជាផលប្រយោជន៍បានផ្សេងៗទៀតចំណុចប្រូទីនរុក្ខជាតិបន្ទាប់គឺសារ៉ាយអញ្ចឹងសារ៉ាយភាគច្រើនវាជាសារពាង្គកាយពហុកោសិកាតែខ្លះទៀតហ្នឹងគឺវាជាសារពាង្គកាយឯកកោសិកាដូចជាសារ៉ាយបៃតងខ្លះហ្នឹងវាមិនមែនជាសារ៉ាយបៃតងទាំងអស់វាជាឯកកោសិកាគឺមួយចំនួនខ្លះហើយសារ៉ាយហ្នឹងគឺបែងចែកជា3ក្រុមគឺសារ៉ាយបៃតងក្រហមនិងសារ៉ាយថោកគុំរបស់សារ៉ាយហ្នឹងមានដូចជាស្លឹកថង់ខ្យល់ដើមនិងជើងទម្រហើយសារ៉ាយហ្នឹងគឺវាមានផលប្រយោជន៍ដូចជាវាធ្វើឲ្យបង្កើនអុកស៊ីហ្សែននៅក្នុងទឹកនិងកាត់បន្ថយជាតិកខ្វក់នៅក្នុងទឹកដែលធ្វើឲ្យភាវៈរស់នៅក្នុងទឹកងាយស្រួលនៅក្នុងការរស់នៅយើងចូលចំណុចបន្ទាប់គឺប្រូទីនផ្សិតហ្នឹងវាគឺជាភាវៈបរជីបហើយកោសិការបស់វាគឺមានភ្នាស់ក្រងហើយបន្តពូជតាមរយៈស្ពរក្នុងប្រូទីនផ្សិតហ្នឹងមានស្លែភក់និងផ្សិតទឹកហើយនេះគឺជារូបស្លែភក់និងរូប
ផ្សិតទឹកស្លាបភក់ជាសារពាង្គកាយឯកោសិកាវាផ្លាស់ទីនិងស៊ីអាហារបាក់តេរីនិងរុក្ខជាតិឲ្យលួយដោយប្រើជើងបញ្ឆោតដូចទៅនឹងអាមីបហើយស្លាបភក់ហ្នឹងវាមានរូបរាងទៅនឹងដូចដុំចាហួយមួយយ៉ាងធំហើយមានការតបជាប់ជាមួយគ្នារវាងកោសិការបស់វាជាច្រើនទៀតហើយផ្សិតទឹកហ្នឹងគឺវារស់នៅកន្លែងណាដែលសើមនិងនៅក្នុងទឹកហើយការចិញ្ចឹមជីវិតរបស់វាគឺវាស៊ីសាកសពក្នុងទឹកជាអាហារហើយខ្លះទៀតវាធ្វើជាប៉ារ៉ាស៊ីតនៅលើសត្វត្រីនិងលើរុក្ខជាតិដូចជាដំឡូងបារាំងពោតអីជាដើមហើយឥឡូវនេះមេរៀនយើងក៏ត្រូវបានបញ្ចប់ហើយបើមានកំហុសខុសឆ្គងសូមខន្តីអភ័យទោសចំពោះលោកខ្ញុំផងហើយសូមអរគុណសូមជម្រាបលា